chẳng bong ôn nó để trừ ca lụa tia luồn anh và bạch phay bờ ròm hưởng mùi thôn phay bia rồi anh tê bà ní bà hai chuyện nè để phay trôi bờ ròm nó lướt lên để nè rồi ha nè rosi vì sai ai cho nè trop tinh lúa nữa và bạn chụp số bong ôn đừng ở khía chụp bạn mua mi sắm all chỉในยุคปฏิบัติในกรมหุ่น Bayon App ជា platform អចលនទ្រព្យដែលកំពុងតែមានការប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំបានអញ្ជើញបងវ៉ាវណ្ណាបងជាអគ្គនាយកនៃក្រុមហ៊ុន Property បាទហើយបងគាត់ជាជំនាញខាងផ្នែកអចលនទ្រព្យទៅលើខាងការកាត់ប្លង់ខាងច្បាប់អីផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យបងវណ្ណាសូមបងណែនាំខ្លួនតិចមកបងបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះវ៉ាវណ្ណាជាសហស្ថាបនិករបស់ Property ហើយក៏ជាអគ្គនាយករបស់ខាង Property ឯកទេសនៅលើឯកសារពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យនិងកិច្ចការសុយដីក្នុងនោះយើងមានដូចជាផ្ទៃប្លង់កម្មសិទ្ធិមានដោះបន្ទុកដាក់បន្ទុកហើយមានបរងក្បាលដីបំបីក្បាលដីអីជាដើមនិយាយទៅឲ្យតែឯកសារពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យអាចប្រឹក្សាយោបល់បានជាមួយនឹង Property ហើយថ្ងៃនេះផងដែរខ្ញុំសូមថ្លែងអំណរគុណជាច្រើនជាខ្លាំងបាទដែលបងបានអញ្ជើញមកដល់ក្រុមហ៊ុន Bayon App របស់ខ្ញុំបាទហើយកិច្ចពិភាក្សាយើងថ្ងៃនេះយើងចង់និយាយអំពីពន្ធចំណេញលើមូលធន 20% ដែលរាជរដ្ឋាភិបាលពិសេសខាងក្រសួងសេដ្ឋកិច្ចបាទខាងអគ្គពន្ធដារទើបតែបានចេញថ្មីសារាចរសេចក្តីជូនដំណឹងថ្មីនៅថ្ងៃទី30 ខែតុលានេះបាទហើយចង់សួរទៅបងវិញបងបានទទួលដំណឹងដែរទេបងបាទបងបានទទួលដំណឹងតើបងព្រោះតើតោះជាមួយនឹងសេចក្តីជូនដំណឹងនេះគឺទើបតែចេញនៅក្នុងថ្ងៃទី30 ខែតុលាឆ្នាំ 2025 ហ្នឹងតែបាន2ថ្ងៃទេបាន2ថ្ងៃបាទទើបតែបាន2ថ្ងៃទេប៉ុន្តែខ្ញុំឃើញនៅក្នុងបណ្ដាញសង្គមវាហាក់ដូចជាផ្ទុះមានការជជែកវែងញែកខ្លាំងថានៅពេលដែលគាត់ប្រជាពលរដ្ឋគាត់ធ្វើការទិញលក់ទ្រព្យអីទៅអញ្ចឹងត្រូវបង់ពន្ធច្រើនបាទអានេះការយល់ឃើញរបស់ប្រជាពលរដ្ឋអញ្ចឹងខ្ញុំអញ្ជើញបងមកក្នុងនាមបងអ្នកជំនាញបងអាចជួយស្រាយបំភ្លឺរឿងហ្នឹងខ្លះដែរបានដែរបាទបងបាទយើងអាចជួយផ្ដល់ជាមតិយោបល់មួយចំនួនទាក់ទងជាមួយនឹងថាតើឯកសារហ្នឹងត្រូវបានប្រកាសពេលណាហើយអនុវត្តនៅពេលណាហើយរបៀបនៃការអនុវត្តហ្នឹងគេធ្វើមិនខ្លះអញ្ចឹងកន្លងទៅមានសារាចរចេញមកដូចនៅក្នុងសេចក្តីប្រកាសថាដូចជាការពីខែកក្កដាបានចេញម្ដងហើយបាទខែកក្កដាកន្លងទៅហើយឥឡូវខែ30 តុលានេះចេញមកមួយសារទៀតបាទអញ្ចឹងតាមតែបងធ្លាប់ដឹងតើមានសារាចរស្ដីពីប្រាក់ចំណេញមូលធន 20% ហ្នឹងធ្លាប់ចេញមកប្រហែលលើកទេបងបាទតើតោះជាមួយនឹងពន្ធនៃចំណេញមូលធនហ្នឹងបើនិយាយទៅដំបូងតាមឡើយគឺចេញពីខាងក្រសួងសេដ្ឋកិច្ចនិងធននៅថ្ងៃទី1 ខែមេសាឆ្នាំ 2020ដែលគ្រោងថានឹងចាប់ដើមគិតអំពីពន្ធមូលធននៃប្រាក់ចំណេញហ្នឹងគឺចាប់ពីថ្ងៃទី1 ខែកក្កដាឆ្នាំ 2020 កន្លងមកបាទប៉ុន្តែដល់ពេលក្រោយមកដោយសារតែមានបញ្ហាកូវីដអញ្ចឹងទៅក៏មានការលើករហូតពីឆ្នាំ2020ហ្នឹងដល់2021 22 23 24រហូតដល់25ដល់ពេលឥឡូវនេះយើងទើបតែឃើញសេចក្តីប្រកាសចុងក្រោយថ្ងៃទី30 ខែតុលាឆ្នាំ 2025 ហ្នឹងប្រកាសថាឆ្នាំ 2026 ថ្ងៃ1 ខែមករា 2026 ហ្នឹងចាប់ដើមគិតពន្ធហើយចាប់ដើមអនុវត្តបាទចាប់ដើមអនុវត្តហើយបាទអញ្ចឹងពន្ធដែលរាជរដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តហ្នឹងពន្ធទៅលើប្រភេទស្អីខ្លះដែរបងខ្ញុំឃើញដូចមាន6បាទមាន6តាក់ទងជាមួយនឹងពន្ធមូលធនលើប្រាក់ចំណេញហ្នឹងមិនមែនមានតែត្រឹមអចលនទ្រព្យទេគឺនៅក្នុងហ្នឹងមានតាំងពីភតិសន្យាមានតាំងពីកេរ្តិ៍ឈ្មោះអាជីវកម្មមានទាំងកម្មសិទ្ធិបញ្ញាមានតាំងពីរូបិយវត្ថុអន្តរជាតិជាដើមអញ្ចឹងណាប៉ុន្តែអ្វីដែលយើងលើកឡើងក្នុងពេលនេះគឺយើងនិយាយអំពីតែអចលនទ្រព្យតាមមុខទេដោយសារយើងអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យទេនៅលើឯកសារផ្លូវច្បាប់ពាក់ព័ន្ធមួយអចលនទ្រព្យទេអញ្ចឹងយើងសូមលើកឡើងតែតាក់ទងជាមួយនឹងរឿងអចលនទ្រព្យទេបាទអញ្ចឹងបងអាចឧទាហរណ៍ទៅលើការលក់ទ្រព្យមួយដែលនឹងត្រូវបង់ពន្ធលើប្រាក់ចំណេញ 20% ហ្នឹងបាទតែយើងត្រូវបង់ពន្ធយ៉ាងម៉េចបាទតាក់ទងជាមួយនឹងពន្ធមូលធននៃប្រាក់ចំណេញនេះបើតាមរបៀបនៃការគណនានៅលើពន្ធហ្នឹងគេមានពីររបៀបទី1គេហៅថាការកាត់កងដោយមានការកំណត់មួយទៀតការកាត់កងដោយមានការចំណាយជាក់ស្ដែងបាទអញ្ចឹងការកាត់កងដែលមានការកំណត់ហ្នឹងបានន័យថាគេអត់ខ្វល់ទេថាយើងទិញទ្រព្យនឹងមកតម្លៃប៉ុន្មានគេអត់ខ្វល់ទេបាទអញ្ចឹងត្រូវបានកំណត់ដោយខាងរដ្ឋាភិបាលគេត្រូវបានកំណត់ហ្នឹងគឺបានន័យថាគេយក 80% គឺជាថ្លៃដើមបាទអញ្ចឹងគេយក 20% គឺគិតថាជាផលចំណេញមកបាទដោយសារអីយើងគេអត់គិតថាយើងទិញមកតម្លៃប្រមាណអីតម្លៃប្រមាណក៏យើងគេមិនខ្វល់ដែរបានន័យថាត្រូវបានគេកំណត់តែម្ដងខាងរដ្ឋគេកំណត់តែម្ដងបងឧទាហរណ៍ជាតួលេខមួយបាទឥឡូវឧទាហរណ៍ថាខ្ញុំទិញដី
កាលពី5ឆ្នាំមុនតម្លៃ$80,000បាទហើយឥឡូវនៅឆ្នាំ2026នេះខ្ញុំលក់ចេញវិញ$10,000ខ្ញុំចំណេញ$20,000ណាខ្ញុំឧទាហរណ៍តែឥឡូវយើងកាត់ពន្ធគណនាពន្ធយ៉ាងម៉េចអូខេឥឡូវយើងមិញយើងនិយាយថាការកាត់កងដោយកំណត់បាទបងនិយាយថាបងទិញកាលពីឆ្នាំយូរណាស់ហើយហ្នឹងតម្លៃ$80,000ហើយឥឡូវហ្នឹងយើងលក់បាន$10,000បើទោះជាបងមិនបញ្ជាក់ប្រាប់ខ្ញុំថាបងទិញ$80,000ក៏ដោយបាទនៅក្នុងពេលឥឡូវបងទិញបើលក់បាន$10,000បាទក៏ខ្ញុំគិតថាបងចំណេញ$20,000ដែរបាទអាហ្នឹងទោះជាបងមិនមានឯកសារបញ្ជាក់ខ្ញុំក៏ដោយតាំងពីដើមមកក៏ដោយព្រោះហ្នឹងត្រូវបានកាត់កងដោយកំណត់អញ្ចឹងកំណត់ហ្នឹងបានន័យថាគេដក80%ចេញធ្វើជាថ្លៃដើមគេគិតថាចំណេញតែ20%ទេអញ្ចឹង20%នៃផលចំណេញហ្នឹងគេយកទៅគុណនឹង20%ដើម្បីឲ្យបងពន្ធអញ្ចឹងបានន័យថាបើសិនជាបងទិញមក$80,000បងលក់វិញ$10,000យើងចំណេញបាន$20,000អញ្ចឹងយើងយក$20,000ហ្នឹងគុណនឹង20%យើងឃើញថាបងពន្ធ$4,000បាទយើងធ្វើបងពន្ធប៉ុណ្ណឹងអស់$4,000បាទសំណួរមួយទៀតតកតងជាមួយនឹងការកាត់កងដែលមានការចំណាយជាក់ស្ដែងបាទអញ្ចឹងមានពីរប្រភេទណាមុនហ្នឹងគឺការកាត់កងដោយកំណត់មួយទៀតការកាត់កងដោយការចំណាយជាក់ស្ដែងអញ្ចឹងត្រឡប់ទៅការទិញផាន់យើងវិញការទិញផាន់យើងវិញបងគិតថាកាលហ្នឹងបងទិញតម្លៃ$80,000សួរថាមានឯកសារបញ្ជាក់អត់ថាបងទិញ$80,000ពិតប្រាកដមែនបាទបើសិនជាមានឯកសារបញ្ជាក់ពិតប្រាកដយើងយក$80,000ជាគោលអូខេហើយបូកមួយទៀតឧទាហរណ៍ថាកាលពីបងទិញកាលហ្នឹងកាលពីឆ្នាំ2010ហ្នឹងបាទបងទិញគឺបងបង់ពន្ធរដ្ឋាភិបាលបងជាអ្នកបង់ពន្ធអញ្ចឹងមានឯកសារបញ្ជាក់អត់ថាបងបានបង់ពន្ធបាទអញ្ចឹងថាអស់$3,000ទៀតចុះអូខេអញ្ចឹងបើបងមានឯកសារហ្នឹងបងយកមកគួបជាមួយហ្នឹងបាទហើយមួយទៀតតកតងជាមួយនឹងទីតាំងដែលបងទិញ property មួយហ្នឹងថាឧទាហរណ៍ថាជាផ្ទះចុះបាទពេលដែលបងទិញហ្នឹងគឺបងបានជួសជុលឬក៏ដូចគាត់វាអស់$4,000ទៀតចុះអញ្ចឹងបងមានឯកសារបញ្ជាក់ថាបងពិតជាបានជួសជុលមែនអញ្ចឹងបើសិនជាអត់មានឯកសារអស់ហ្នឹងទេគឺមិនអាចយកមកកាត់កងបានទេអត់បានទេតោះតែមានឯកសារបញ្ជាក់បាទថាអូខេបងពិតជាប្រចាំចំណាយនៅលើការកងហ្នឹងមែនជួសជុលមែនអញ្ចឹងថាអស់$4,000ទៀតបាទហើយបន្តមកទៀតបងលក់ផ្ទះនឹងចេញបាទបងលក់បាន$10,000មែនប៉ុន្តែបងត្រូវបង់ឲ្យទៅខាងកម្រៃជើងសាររបស់អ្នកងារអស់3%អញ្ចឹងអស់$3,000ទៀតបាត់បាទអញ្ចឹងមានឯកសារបញ្ជាក់អត់ថាពិតជាបានឲ្យលុយទៅគាត់អត់អាហ្នឹងច្បាស់ជាមានព្រោះចុងក្រោយគេហើយមួយទៀតនៅពេលដែលបងលក់ហ្នឹងចេញហ្នឹងបងត្រូវផ្ទេរសិទ្ធឲ្យទៅខាងអ្នកទិញថ្មីទៅអញ្ចឹងសួរថាពន្ធ4%ពន្ធថាត្រា4%ហ្នឹងបងអ្នកចេញទៀតឬក៏ខាងគេនោះអ្នកចេញបើបងអ្នកចេញទៀតសុំឯកសារបញ្ជាក់ថាបងអ្នកចេញទៀតតាមផ្លូវច្បាប់ហ្នឹងអ្នកទិញទៅត្រូវចេញមែនទេមិនមែនអ្នកលក់ទេបាទតាមផ្លូវច្បាប់គឺម្ចាស់ទ្រព្យបានន័យថាអ្នកដែលទិញគឺមានកាតព្វកិច្ចបង់ពន្ធ4%តែសួរថាបើសិនជាយើងជាអ្នកបង់សុំឲ្យមានឯកសារបញ្ជាក់ថាយើងជាអ្នកបង់ដើម្បីយកមកកាត់កងទៀតអញ្ចឹងឥឡូវបើយើងបូកបញ្ចូលគ្នាមិញឧទាហរណ៍ថាមិញបងពន្ធថាត្រាលើកមុនអស់$3,000បងដេក$4,000បងឲ្យកម្រៃជើងសារអស់$3,000ហើយបងពន្ធអស់$3,000ទៀតអញ្ចឹងសរុបទៅអស់$13,000ទេអូខេអញ្ចឹង$13,000អញ្ចឹងយើងមានឯកសារបញ្ជាក់ថាកាលពីយើងទិញហ្នឹងវា$80,000បាទអញ្ចឹង$80,000បូកជាមួយនឹង$13,000ហ្នឹងទៀតទៅវាចូលបានប៉ុន្មានទេ$93,000ទេ$83,000លក់បាន$10,000អញ្ចឹងចំណេញប៉ុន្មានបាទចំណេញ$7,000អញ្ចឹងយើងយក$7,000ហ្នឹងទៅគុណ20%បាទអញ្ចឹងយើងឃើញថាយើងបង់ពន្ធត្រឹមតែ$1,400អូខេប្រៀបធៀបជាមួយនឹងកាត់កងដោយកំណត់គឺយើងចំណេញជាងអូខេដោយសារអីយើងមានឯកសារបញ្ជាក់ត្រឹមត្រូវតែបើសិនយើងអត់មានឯកសារបញ្ជាក់ទាំងអស់ហ្នឹងទេអញ្ចឹងរត់គេកំណត់ហើយកំណត់ថា80%គឺជាថ្លៃដើមផងយើងអូខេដូច្នេះបងប្អូនទាំងអស់គ្នាដែលត្រៀមចង់លក់ដីលក់ផ្ទះកុំភ្លេចទៅសើឬរមើលឯកសារដែលយើងចំណាយផ្សេងពាក់ព័ន្ធនឹងទ្រព្យរបស់យើងគេអាចជួយកាត់បន្ថយនៃការអត្រានៃការបង់ពន្ធកាត់កងជាមួយនឹងការបង់ពន្ធបាទបន្តទៅទៀតនេះតើចង់សួរបងដែរថាតើនៅក្នុងសេចក្តីប្រកាសហ្នឹងមានករណីលើកលែងអីពីរដ្ឋាភិបាលទេបាទតកតងជាមួយនឹងពន្ធមូលធននៃប្រាក់ចំណេញហ្នឹងមានការលើកលែងការលើកលែងហ្នឹងគឺគេលើកលែងទៅដល់ភាសាបច្ចេកទេសគេហៅថានិវាសនដ្ឋានជាគោលដៅខ្ញុំធ្លាប់ឮតែនិវាសនជនឥឡូវមាននិវាសនដ្ឋានទៀតបាទនិវាសនដ្ឋានជាគោលដៅចាប់ពី5ឆ្នាំឡើងទៅអូខេបាទនឹងត្រូវបានលើកលែងពន្ធបានន័យថាអញ្ចឹងឧទាហរណ៍ថាយើងនៅក្នុងផ្ទះទីតាំងផងយើងហ្នឹងយើងស្នាក់នៅទីតាំងកន្លែងហ្នឹងចាប់ពី5ឆ្នាំឡើងទៅដែលមានបញ្ជាក់សភៅគេហៅថាសភៅស្នាក់នៅយើងមានសភៅស្នាក់នៅបញ្ជាក់ថាយើងនៅផ្ទះហ្នឹងចាប់ពី5ឆ្នាំឡើងទៅឧទាហរណ៍ថាឥឡូវហ្នឹងក្នុងពេលឆ្នាំ2026បាទឥឡូវ2026តែយើងនៅផ្ទះហ្នឹងចាប់ពីឆ្នាំ2020មកយើងមានសភៅស្នាក់នៅផងយើងចាប់ពីឆ្នាំ2020មកអញ្ចឹងមកដល់ឥឡូវវា5-6ឆ្នាំហើយអញ្ចឹងយើងលក់ផ្ទះហ្នឹងទៅឲ្យគេវិញយើងអត់ជាប់ពន្ធមូលធនហ្នឹងទេអត់ជាប់ពន្ធមូលធនទេប៉ុន្តែពន្ធផ្សេងៗនៅជាប់អូខេបាទពន្ធអចលនទ្រព្យឬក៏ពន្ធថាត្រាយើងនៅបង់ដដែល
លើកដៃទៅរឿងពន្ធមូលធនហ្នឹងទេពន្ធមូលធនគឺទៅបានគេអនុគ្រោះអញ្ចឹងបងប្អូនដែលត្រូវការលក់ផ្ទះខ្លួនឯងបាទមិនបាច់ភ័យបារម្ភរឿងអាពន្ធមូលធន 20% ហ្នឹងទេបាទនេះប្រហែលជាអ្នកដែលភ័យព្រួយបារម្ភហ្នឹងលើកលែងតែអ្នកដោយថាអ្នករកស៊ីវិស័យអចលនទ្រព្យទិញលក់ណាបាទតែបើសិនជាទ្រព្យរបស់យើងដែលយើងនៅយូរហើយ5ឆ្នាំបាទចាប់ពី5ឆ្នាំឡើងទៅហ្នឹងគឺប្រហែលជាមិនជាប់ពន្ធមូលធនចំណេញមូលធន 20% ហ្នឹងទេមែនទេបងបាទបងបាទត្រឹមត្រូវបាទហើយចុះចំពោះអ្នកខាងផ្នែកអភិវឌ្ឍវិញបាទចំពោះអ្នកអភិវឌ្ឍវិញគាត់នឹងជាប់ពន្ធទៅលើប្រាក់ចំណេញ 20% ហ្នឹងព្រោះគាត់ថាអភិវឌ្ឍជាផ្ទះល្វែងជាផ្ទះបរិយាអីបាទអញ្ចឹងគាត់សាងសង់លក់បាទដូច្នេះនៅពេលដែលគាត់លក់ទៅគាត់ចំណេញគាត់ត្រូវបង់ប្រាក់មូលធនហ្នឹង 20% អញ្ចឹងអ្នកដែលគួរតែបារម្ភគឺអ្នកអភិវឌ្ឍមែនទេបងបាទឬមួយក៏អ្នកអភិវឌ្ឍគាត់មានអីផ្សេងរបស់គាត់ទៀតការបង់ពន្ធអីច្រើនទៀតតកតងជាមួយនឹងក្រុមហ៊ុនដែលគាត់អភិវឌ្ឍសំណង់ឬក៏បរិយាឬជា condo ឬគឺជាសំណង់ផ្ទះល្វែងវិឡាអីផងគាត់ហ្នឹងគាត់ជាគេហៅថាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានគាត់ទាំងអស់គ្នាហ្នឹងគឺគាត់មានការបង់ពន្ធជាកញ្ចប់ជូនទៅដល់រដ្ឋាភិបាលសំណួរដែលសួរថានៅពេលដែលលក់ផ្ទះមួយចេញទៅហ្នឹងតើគាត់ត្រូវបង់មួយហ្នឹងទៀតអត់ទេគាត់អត់បង់ទេដោយសារអីគាត់មានពន្ធកញ្ចប់បង់ទៅឲ្យខាងរដ្ឋាភិបាលពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍសំណង់នៅឋានផងគាត់ហើយហើយនៅពេលដែលគាត់លក់ចេញគឺជាប់តែពន្ធ 4% ពន្ធថាត្រាទេហើយពន្ធថាត្រាហ្នឹងធៀបពិតជាស្ដែងមិនមែនបរិយាជាអ្នកបង់ទៀតគឺអ្នកចាស់ផ្ទះអ្នកទិញគឺមានកាតព្វកិច្ចជាអ្នកបង់គាត់ធ្វើតែប្លង់បំបែកបាតដីឲ្យទេជិតពិតទៅជាក់ស្ដែងជាមួយនឹងពន្ធមូលធនហ្នឹងណាបើនិយាយជាក់ស្ដែងទៅអាចនិយាយថា 4% អ្នកទិញ 4% អ្នកលក់និយាយឲ្យស្រួលស្ដាប់ទៅគឺ 4% អ្នកលក់ 4% អ្នកទិញណាដែលត្រូវបង់ពន្ធជូនរដ្ឋកន្លងមកយើងឃើញថានៅពេលដែលយើងមានការផ្ទេរកម្មសិទ្ធិឬក៏ការទិញលក់អចលនទ្រព្យហ្នឹងឃើញថាជាប់ពន្ធថាត្រា 4% ប៉ុន្តែកាតព្វកិច្ចនៃការបង់ហ្នឹងគឺអ្នកទិញគាត់ជាប់កាតព្វកិច្ចបង់ 4% ហ្នឹងប៉ុន្តែនៅពេលដែលគេបង្កើតទៅជាពន្ធមូលធននេះកើតឡើងគឺធ្វើឲ្យយើងឃើញថាពន្ធមូលធនហ្នឹងបើបូកដកគុណចែកទៅក៏ 4% ដូចតែគ្នាហ្នឹងអញ្ចឹងបាទតែគាត់ថាអ្នកលក់គឺជាអ្នកដែលបង់អញ្ចឹងបើយើងកាត់សង្ខេបឲ្យខ្លីទៅយើងមើលទៅយើងឃើញថាអូ 4% អ្នកទិញ 4% អ្នកលក់បាទអូខេខ្ញុំបានយល់ជ្រួតជ្រាបហើយតើតើរឿងពន្ធមូលធននៃប្រាក់ចំណេញ 20% ពីការផ្ទេរផ្ទូលលក់អចលនទ្រព្យហ្នឹងហើយចំណែកបងប្អូនអ្នកទស្សនាវិញមានចម្ងល់អីដែរទេបើមានសូម comment នៅពីក្រោមវីដេអូហ្នឹងមកចាំខ្ញុំយកទៅឲ្យបងវណ្ណាជួយបកស្រាយបន្តបាទដូចជាมันមានសំណួរអីទៀតទេបងមានយោបល់មានអីជាសំណើមានជាអីទេបងសម្រាប់ទៅរាជរដ្ឋាភិបាលក្នុងការប្រកាសឲ្យអនុវត្តពន្ធមូលធន 20% នេះបាទតកតងជាមួយនឹងពន្ធមូលធននេះយើងឃើញថាស្ថានភាពសេដ្ឋកិច្ចតកតងជាមួយនឹងរឿងអចលនទ្រព្យផងយើងក្នុងពេលបច្ចុប្បន្នក៏វាមិនទាន់រើបល្អដោយការពីឆ្នាំ 2017-18 ដែរបើសិនជាអាចពជាបន្តបន្តិចទៀតក៏ល្អដែរព្រោះថាយើងដឹងហើយថាស្ថានភាពយើងវាមិនទាន់មានស្ថិរភាពល្អប្រសើរនៅឡើយហើយនៅពេលដែលយើងគិតពន្ធទៅរៀងច្រើនពេកវាធ្វើឲ្យមានការលំបាកដល់វិស័យអចលនទ្រព្យយើងបន្តទៀតអញ្ចឹងណាព្រោះឥឡូវនេះយើងឃើញថាចរន្តនៃការទិញលក់ផងយើងក៏វារៀងធ្លាក់ចុះខ្លះដែរឥឡូវយើងនិយាយថារឿងកិច្ចការពាក់ព័ន្ធជាមួយនឹងការទិញលក់នៅក្នុងស្រុកដែលយើងឃើញថាការដោះដូរហ្នឹងយើងឃើញថាមានដែរប៉ុន្តែគាត់ថាការទិញលក់ក្នុងពេលបច្ចុប្បន្នសុទ្ធតែតម្លៃទាបល្មមមកសមរម្យដែលគេហៅថាក្រមទីផ្សារអញ្ចឹងណាហើយបើសិនជាយើងកាត់ពន្ធផងអីផងទៀតវាធ្វើឲ្យការលក់ហ្នឹងវាអត់ចំណេញទៅដល់អ្នកលក់ហើយវាធ្វើឲ្យសេដ្ឋកិច្ចផងយើងហ្នឹងវាកាន់តែពិបាកអញ្ចឹងជាសំណុំពរពីខាងពួកខ្ញុំទៅគឺថាបើសិនជាអាចនេះបើសិនជាអាចណាពជាបន្តិចទៀតក៏ល្អដែរបាទចំណែកខ្ញុំក៏យល់ដូចគ្នាអញ្ចឹងដែរថាបច្ចុប្បន្នហ្នឹងអ្នកដែលគាត់កំពុងតែដាក់លក់ទ្រព្យហ្នឹងភាគច្រើនផុតហ្នឹងគឺគាត់លក់យកទៅដោះបំណុលគាត់ជាប់បំណុលនៃធនាគារហើយតម្លៃដែលលក់ហ្នឹងក៏ខ្ញុំគិតថាអ្នកខ្លះក៏ចំណេញតិចតួចអ្នកខ្លះហ្នឹងមិននឹងចំណេញផងឲ្យដើម្បីលក់ទៅដើម្បីបានលុយហ្នឹងមកបវលដោះតល់ជាមួយនឹងធនាគារបាទស្ថានភាពបច្ចុប្បន្នបាទដូច្នេះហើយខ្ញុំក៏យល់ដូចបងវណ្ណាដែរប្រសិនបើអាចពន្យាបន្តទៅទៀតគឺជាការល្អសម្រាប់ស្ថានភាពយើងនៅពេលបច្ចុប្បន្នបាទដូច្នេះសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាយើងគិតថាកម្មវិធីជជែកអំពីវិស័យអចលនទ្រព្យយើងនៅពេលនេះក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះចុះបាទសូមរងចាំទស្សនានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលាបាទ